សួស្តីពុកម៉ែបងប្អូនថ្ងៃនេះនាំពុកម៉ែបងប្អូនមកធ្វើភ្លាសាច់គោញ៉ាំជាមួយនឹងសុខាណាពុកម៉ែបងប្អូនឥឡូវបន្លែខ្ញុំមានប៉ុណ្ណឹងហើយបងប្អូនថ្ងៃនេះដែរខ្ញុំអត់បានទៅផ្សំបន្លែទេខ្ញុំទិញបន្លែពីផ្សារមកណាបងប្អូនតែថ្ងៃនឹងដែរនាំអារម្មណ៍ពុកម៉ែបងប្អូនទៅធ្វើម្ហូបហូបនៅសួនបងឈូកនៅក្រៅភូមិអញ្ចឹងបងប្អូនតែមុននឹងខ្ញុំទៅខ្ញុំយកបន្លែមកលាងសម្អាតនៅផ្ទះខ្ញុំសិនបងប្អូនវិសាយើងទៅធ្វើហូបនៅកន្លែងសួនហ្នឹងទៅខ្លាចយើងយកទឹកទៅចាក់ទៅអត់ស្អាតកន្លែងយើងកំសាន្តអញ្ចឹងបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមមកលាងសាច់គោសិនរបស់ណាដែលយើងអាចលាងពីផ្ទះទៅបានខ្ញុំចាប់ផ្ដើមយកមកលាងឲ្យហើយអញ្ចឹងទៅហើយឥឡូវខ្ញុំចាប់ផ្ដើមលាងសាច់គោដើម្បីទុកឲ្យខ្សោះទឹកទើបខ្ញុំរៀបចូលប្រអប់អញ្ចឹងណាបងប្អូនណាហើយយើងយកទៅដល់កន្លែងយើងធ្វើហូបយើងយកទៅយើងហាន់ធ្វើហូបបងប្អូនបន្ទាប់ពីខ្ញុំលាងសាច់គោរួចខ្ញុំយកទៅទុកសិនខ្ញុំចាប់ផ្ដើមមកលាងបន្លែបងប្អូនឥឡូវបន្លែខ្ញុំមានប៉ុណ្្នឹងមុខបងប្អូនតែបើសិនជាខ្ញុំខ្វះខាតឯណារៀបចំអត់ត្រូវបងប្អូនជួយប្រាប់ផងណាបងប្អូនណាហើយបងប្អូនបន្លែយើងមើលទៅស្រស់បំព្រងហ្មងបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមមកលាងបន្លែខ្ញុំសិនបងប្អូនណាយកមួយមុខដើម្បីយើងរៀបដាក់ថាសឲ្យស្អាតចឹងទៅស្រួលយើងច្រកថង់ដើម្បីយើងរៀបចំទៅកន្លែងយើងធ្វើម្ហូបបងប្អូននេះឥឡូវនេះសាច់គោខ្ញុំចាប់ដើមខ្សោះទឹកហើយខ្ញុំក៏ចាប់ដើមរៀបចូលប្រអប់សិនបងប្អូនយើងរៀបចំឲ្យស្អាតហើយបន្ទាប់មកគុយឆ្មាគុយអីនេះខ្ញុំលាងសម្អាតឲ្យអស់ហើយណាបងប្អូនរបស់ណាដែលយើងអាចដាក់ចូលប្រអប់បានយើងដាក់អាចគេនឹងទៅហើយបងប្អូនម្ទេសសំខាន់ក្រូចឆ្មានិងម្ទេសណាបងប្អូនពីរមុខហ្នឹងភ្លាសាច់គោគឺត្រូវតែប្រើពីរមុខនឹងច្រើនអញ្ចឹងបងប្អូនអាចមើលការធ្វើរបស់ខ្ញុំបន្តទៀតបានណាបងប្អូនណាឥឡូវនេះខ្ញុំចាប់ដើមជ្រក់សេដាបងប្អូនសេដាហ្នឹងមិនយកទៅធ្វើម្ហូបទេណាបងប្អូននេះស្រាំងថ្ងៃហ្នឹងខ្ញុំក៏ហៅអ៊ំខ្ញុំទៅផ្សារដែរអ៊ំខ្ញុំក៏ចង់ហូបសេដាជាមួយនឹងប្រហុកឆៅខ្ញុំក៏ត្រៀមប្រហុកឆៅទៅដែរណាបងប្អូនណាហើយឥឡូវនេះខ្ញុំចាប់ដើមច្រកតាមមុខមុខហើយបន្ទាប់ពីរួចច្រករួចរាល់ហើយបងប្អូនខ្ញុំឆ្លៀតមកហាន់រំដេងយើងដើម្បីយកទៅបុកទុកច្បល់ជាមួយនឹងសាច់គោណាបងប្អូនហើយយើងច្រកទុកមកដុំដែរគ្រឿងទាំងអស់ហ្នឹងខ្ញុំចាប់ដើមធ្វើពីផ្ទះទៅឲ្យហើយដែរបងប្អូនព្រោះដោយសារយើងអត់បានយកទៅធ្វើនៅនោះច្រើនទេបន្ទាប់មកខ្ញុំបុកម្ទេសនិងខ្ទឹមយើងដើម្បីធ្វើទឹកត្រីយកទៅនេះបងប្អូនច្បល់ជាមួយនឹងភ្លារបស់យើងខ្ញុំអត់ធ្វើជាទឹកប្រហុកទេបងប្អូនខ្ញុំធ្វើជាទឹកត្រីវិញអញ្ចឹងណាបងប្អូនឥឡូវបងប្អូននេះអាចឃើញមេឃបានទេដោយសារតាំងព្រឹកមកអាលឹមរហូតអញ្ចឹងណាតែថ្ងៃនេះយើងកម្រងរៀបចំឲ្យត្រូវតែធ្វើឲ្យបានបងប្អូនឥឡូវនេះខ្ញុំចាប់ដើមរៀបដាក់គ្រឿងក្រៅណាបងប្អូនកញ្ចប់ច្រើនណាថ្ងៃនេះហើយមេឃក៏អត់ស្រួលទៀតប៉ុន្តែរៀបចំឲ្យយើងទៅមើលដែរបងប្អូនតើអាចយើងធ្វើហូបបានអត់ហ្នឹងណាបងប្អូនឥឡូវខ្ញុំចាប់ដើមរៀបរយឲ្យបងប្អូនរៀបដាក់កន្ត្រកសិនហើយក៏យកកញ្ចប់មានស្ករមានប៊ីចេងទៅទៀតអញ្ចឹងបងប្អូននេះឥឡូវវាជាកញ្ចប់ច្រើនណាបងប្អូនរៀបរយទៅនឹងប៉ុន្តែមិនដឹងជាយ៉ាងណាយ៉ាងណីណាបងប្អូនណាដោយសារមិនដឹងជាមេឃយើងនឹងអាចឲ្យយើងទៅធ្វើហូបបានអត់ទេតែឥឡូវរៀបចំឲ្យសិនបងប្អូននេះខ្ញុំមានដាក់ស្ករប៊ីចេងទឹកត្រីបងប្អូនអញ្ចឹងខ្ញុំរៀបយកទៅដែរណាបងប្អូនណាអត់មានរៀបដាក់ចានអីទេបងប្អូនថ្ងៃនេះខ្ញុំដាក់ទាំងអញ្ចឹងទៅបងប្អូននេះឥឡូវនេះការធ្វើដំណើររបស់ខ្ញុំបងប្អូនអើយទៅពេញសពងហើយយើងធ្វើពីផ្ទះទៅបងប្អូនដោយសារយើងអត់មានអីជិះទេមានតែម៉ូតូអាកុបកញ្ចាស់របស់ខ្ញុំមួយទេណាបងប្អូនឥឡូវនេះបងប្អូនផ្លូវធ្វើដំណើរទៅសួនក្រោយភូមិខ្ញុំអត់ឆ្ងាយទេបងប្អូនខ្ញុំយកម៉ូតូមកដាក់ផ្ទះម៉ែមកខ្ញុំនាំក្មួយដើរទៅមុនឥឡូវនេះបងប្អូនធម្មជាតិនៅក្រៅភូមិខ្ញុំបងប្អូននេះមានបឹងឈូកស្អាតអត់បងប្អូនពណ៌បៃតងស្អាតហ្មងបងប្អូនណាតែនៅអលឹមរៀងតិចដែរបងប្អូនឥឡូវនេះចាប់ដើមក្រាកតេលហើយបងប្អូនអាចមើលក្មួយកូនខ្ញុំគេសប្បាយចិត្តគេណាដោយសារខ្ញុំរវល់ដែរអត់សូវបាននាំគាត់មកលេងតែថ្ងៃនេះកម្រងមកបែរជាមេឃភ្លៀងយ៉ាងទៅតែអត់ជាឧបសគ្គឯងបងប្អូនទេតែយើងត្រូវតែមកឲ្យបានកុំឲ្យខកការសន្យាដែលយើងថាសន្យានាំគាត់មកលេងអញ្ចឹងណាតែឥឡូវនេះយើងអាចអង្គុយបានបងប្អូននេះឥឡូវរៀបចំបន្លែប្លុកយើងធ្វើសិនបងប្អូន
ហើយហ្នឹងបងប្អូនខ្ញុំអ៊ំអត់ទាន់មកដល់ទេខ្ញុំមកទៅជាមួយក្មួយនឹងកូនខ្ញុំសិនហើយបងប្អូននោះបានក្មួយកំមុំមកមួយប៉ុន្តែអៀនច្រើនណាបងប្អូននោះមានឆាត់បាំងឆាត់អីហ្នឹងដោយសារមេឃយលឹមតិចតិចអញ្ចឹងណាហើយមើលគេយកលឹកឈូកមកបាំងមុខបាំងអីអញ្ចឹងទៅគេអៀនគេហ៎ថ្ងៃនេះនាំមកចូលកាមេរ៉ាម្ដងបងប្អូននេះបន្លែយើងមានប៉ុណ្្នឹងមុខបងប្អូននេះហើយយើងអត់បានរៀបចំស្អាតបានទេបងប្អូនដោយសារយើងរៀងនៅវាសួនអញ្ចឹងបងប្អូនឥឡូវនេះឲ្យក្មួយជួយបកខ្ទឹមសខ្ទឹមក្រហមសិនខ្ញុំចាប់ដើមមកហាន់សាច់គោហើយបងប្អូនធ្វើបដាមើលមេឃបដាដែរណាដូចថាម្ដងអាលឹមតិចម្ដងអាលឹមខ្លាំងអញ្ចឹងទៅហើយអត់សូវទាន់មានមនុស្សបងប្អូនបើសិនជាមេឃអត់ភ្លៀងវិញមនុស្សច្រើនណាបងប្អូនគាត់មកអង្គុយលេងមកហូបអីដែរឥឡូវបងប្អូននេះទើបធ្វើបានបន្តិចមេឃចាប់ដើមរៀងអាលឹមខ្លាំងហើយខ្ញុំនេះរើបងប្អូននេះពីអ្នកក្មួយមិនទាន់បានធ្វើអីច្រើនផងនាំគ្នារើក្បាច់រើអីវិញណាបងប្អូនតែមិនចោះចាញ់ទេណាបងប្អូនមេឃរៀងអន់តិចបងប្អូនស្រីខ្ញុំមកដល់ហ្មងអញ្ចឹងក៏យើងនាំគ្នាយកកាទេលមកក្រាំងនៅក្រោមដើមស្វាយឡាញ់សួននឹងអត់ដែរបងប្អូនប៉ុន្តែយើងមកនៅក្រោមដើមស្វាយអញ្ចឹងណាខ្ញុំថានាំអារម្មណ៍ពុកម៉ែបងប្អូនទៅគៀនដើមឈូកតិចទៅដើម្បីឲ្យស្រស់ស្រាយអារម្មណ៍ទាំងអស់គ្នាបងប្អូនតែដូចថាមេឃនេះណាកម្រងចេញមកស្រូបយកខ្យល់អាកាសម្ដងមេឃអំណោយទៀនទៀតអញ្ចឹងយើងមកធ្វើនៅក្រោមដើមស្វាយវិញបងប្អូននៅប៉ុន្តែថ្ងៃនេះយើងអត់មានឃើញមានបងប្អូនយើងមកច្រើនអ៊ូអរណាបងប្អូនឥឡូវបងប្អូននេះបន្លែរបស់ខ្ញុំមានប៉ុណ្្នឹងមិនដែរបងប្អូនធម្មជាតិល្អហើយបងប្អូននេះជាមួយនឹងធម្មជាតិបឹងឈូកយើងហើយបន្លែយើងធម្មជាតិទៀតណាបងប្អូនឥឡូវនេះខ្ញុំចាប់តាមមកហាន់ខ្ទឹមក្រហមបងប្អូនដើម្បីដាក់ចូលទៅជាមួយនឹងសាច់គោយើងណាខ្ញុំឆ្លៀតហាន់ខ្ទឹមសច្រឡំបងប្អូននេះបងប្អូនស្រីខ្ញុំហាន់ខ្ទឹមក្រហមនិយាយទៅមេឃយលឹមអញ្ចឹងយើងជួយគ្នាម្ដាយមួយជើងឆាប់បានហូបបងប្អូនណានេះបងប្អូននេះបឹងឈូកបងប្អូនដោយសារមួយរយៈមុនរៀងក្តៅស្មៅអត់ទាន់ដុះល្អបងប្អូនរហដងវិញតាមនឹងអត់សិតតែមនុស្សអង្គុយលេងមានយើងមានគេក្រាលហូបអីតែថ្ងៃនេះដោយសារមេឃយលឹមតិចតិចអញ្ចឹងគេអត់មកទាន់មកឥឡូវនេះបងប្អូនបន្លែយើងចាប់ដើមធ្វើបន្តិចម្នាក់ឲ្យអត់យកជ្រុញមកច្រើនទេបងប្អូនដោយសារយើងអត់មានអីដាក់មកច្រើននេះគេយើងមានតែម៉ូតូមួយអញ្ចឹងទៅដាក់មកអស់យើងក៏យួរម្នាក់បន្តិចម្នាក់បន្តិចមកអញ្ចឹងបងប្អូននេះឥឡូវយើងចាប់ដើមហាន់បន្លែម្ដាយមួយជើងម្នាក់ហើយណាដាក់ទៅសាមេឃយើងអាលឹមប្រុយអត់សូវច្រើនតែយើងនៅក្រោមដើមស្វាយទៀតយើងរៀងអត់សូវអីដែរបងប្អូនណាឥឡូវនេះបងប្អូននេះចាប់ដើមធ្វើយ៉ាងឲ្យកូនក្មួយគាត់រត់លេងសិនបងប្អូនឥឡូវនេះម្ដាយជើងម្នាក់បងប្អូនអ៊ំខ្ញុំគាត់មកដល់មុំដែរអ៊ំខ្ញុំគាត់ថាគាត់មកតាមក្រោយឥឡូវអ៊ំមកដល់ហើយខ្ញុំក៏ច្រាមប្រហុកឲ្យហើយតែខ្ញុំអត់ទាន់បានលាយស្ករឲ្យគាត់ទេណាបងប្អូនឥឡូវនេះខ្ញុំឲ្យគាត់លាយខ្លួនឯងអញ្ចឹងបងប្អូនអត់បានលាយឲ្យគាត់ដោយសារយើងប្រញាប់ធ្វើបន្លែប្លុកឥឡូវអ៊ំខ្ញុំចាប់ដើមលាយប្រហុកស្ករដើម្បីហូបជាមួយនឹងសេដាណាបងប្អូនឲ្យគាត់ហូបបដរមាត់សិនអញ្ចឹងណាព្រោះអីភ្លាយើងបន្លែច្រើនមុខដែរយើងធ្វើខ្លាចយូរអញ្ចឹងទៅឲ្យអ៊ំគាត់លាយស្ករប្រហុកហូបអាបដាសិនណាបងប្អូនឥឡូវនេះបងប្អូននេះសាច់គោយើងចាប់ដើមហាន់រួចរាល់ហើយបងប្អូនខ្ញុំចាប់ដើមច្របាច់ក្រូចឆ្មាចូលដែរបងប្អូនណាដើម្បីយើងឲ្យសាច់គោយើងរៀងឆ្អិនជាមួយនឹងម្ជូរទឹកម្ជូរយើងអញ្ចឹងបងប្អូនយើងប្រើក្រូចឆ្មារៀងច្រើនដែរណាបងប្អូនដោយសារយើងព្រាសាច់គោឆៅយើងប្រើក្រូចឆ្មាច្រើនទៅសាច់គោយើងអត់សូវឆ្អាបទេដោយសារខ្ញុំអត់សូវចូលចិត្តសាច់គោរៀងស្រស់ដែរបងប្អូនអញ្ចឹងខ្ញុំប្រើក្រូចឆ្មារៀងច្រើនហើយបងប្អូនអធិស្ឋានដែរថ្ងៃហ្នឹងយើងមកហូបឆ្ងាយពីផ្ទះអញ្ចឹងទៅអត់បានភ្លេចនឹងយកថង់ពាក់ស្រោមដៃមកបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមសាច់គោខ្ញុំច្របាច់ក្រូចឆ្មាហើយខ្ញុំទុកម្ដុំសិនបងប្អូនឲ្យឆ្អិនសិនបន្ទាប់មកបានខ្ញុំមកលាយគ្រឿងហើយម្ទេសនេះខ្ញុំសិតតែបុករៀបរយពីផ្ទះមកណាបងប្អូននេះសាខ្ញុំមិនបានយកត្បាល់យកអីមកដល់នេះទេហើយបន្ទាប់មកខ្ញុំលាយប៊ីចេងបងប្អូនដាក់តាមបងប្អូនចូលចិត្តអញ្ចឹងណាបងប្អូនណាហើយស្ករនិយាយទៅទឹកត្រីភ្លារបស់យើងនេះខ្ញុំត្រូវការជូរប្រៃផ្អែមដូចគ្នាបងប្អូនបើសិនជាយើងធ្វើទឹកប្រហុកទៀតកាន់តែឆ្ងាញ់ប៉ុន្តែខ្ញុំអត់បានធ្វើបងប្អូនដោយសារខ្លាចកូនក្មួយៗក៏អត់សូវចូលចិត្តញ៉ាំប្រហុក
អញ្ចឹងបងប្អូននេះខ្ញុំចាប់ផ្ដើមប្រើក្រូចឆ្មារាងចាស់ដែរអញ្ចឹងណាហើយបងប្អូនបើខ្ញុំធ្វើខុសកន្លែងណាអញ្ចឹងបងប្អូនអាចប្រាប់បងប្អូនបានអញ្ចឹងខ្ញុំក៏ធ្វើតាមពុកម៉ែបងប្អូនយើងដែរអញ្ចឹងទៅហើយក៏យើងយកមកធ្វើតាមចំណង់ចំណូលចិត្តយើងខ្លះដែរបងប្អូនណាបន្ទាប់ពីខ្ញុំលាយរួចរាល់ហើយខ្ញុំដាក់ទឹកត្រីចូលហើយខ្ញុំកូរដែរបងប្អូនហើយយើងភ្លក់ឲ្យល្មមទៅខ្ញុំចាប់ផ្ដើមយកខ្ទឹមសខ្ទឹមក្រហមដែលយើងហាន់មិញហ្នឹងយើងច្បល់ចូលជាមួយនឹងទឹកត្រីរបស់យើងអញ្ចឹងបងប្អូនគ្រឿងពីរមុខនេះយើងដើម្បីកាត់ជាមួយនឹងសាច់គោយើងដែរបងប្អូនណាឥឡូវខ្ញុំលាយរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់សាច់គោយើងដែលយើងច្របាច់ពូតទឹករួចរាល់ណាបងប្អូនបន្ទាប់មកខ្ញុំលួចនឹងរំដេងបុករបស់យើងបន្តិចណាបងប្អូនតែបងប្អូនណាថ្ងៃនេះយើងមកហូបនៅវាអញ្ចឹងភ្លេចមុខភ្លេចក្រោយបងប្អូនខ្ញុំមិនបានយកថង់ស្ពាក់ដៃមកទេខ្ញុំក៏ប្រើថង់ស្អាតដែរណាបងប្អូនយកមកច្របាច់ច្បល់អញ្ចឹងទៅបងប្អូនឥឡូវពណ៌ទឹកដាក់សាច់គោយើងចាប់ដើមរៀងឆ្អិនហើយទឹកខ្ញុំដាក់ជាមួយនឹងបន្លែបងប្អូននេះបន្លែយើងមានប៉ុណ្ណឹងមុខអញ្ចឹងឯនេះបងប្អូនយើងចាប់ដើមដាក់ទាំងអស់អញ្ចឹងទៅយើងច្បល់ច្របាច់ចូលគ្នាអញ្ចឹងណាបងប្អូនណាហើយបងប្អូនធ្វើបដាហ្នឹងទៅមហូបហើយល្ងាចមិញទេប៉ុន្តែគេថាពេលមើលយើងទៅរៀងស្រក់ទឹកមាត់ទៀតណាបងប្អូនហិលឆ្ងាញ់ណាឥឡូវនេះខ្ញុំច្របាច់មកតង់សិនដើម្បីឲ្យបន្លែយើងទន់អញ្ចឹងទៅនេះបងប្អូននៅពេលដែលយើងដាក់បន្លែរួចរាល់បងប្អូនតំណងអត់បងប្អូនពណ៌ធម្មជាតិជាមួយនឹងយើងមកហូបនឹងកន្លែងធម្មជាតិដែរណាបងប្អូនហើយបងប្អូននេះម្ទេសយើងដាក់ប៉ុណ្្នឹងសិនណាបងប្អូនបើយើងប្រើម្ទេសច្រើនលុបជាមួយនឹងសាច់គោយើងធ្វើឲ្យកាន់តែឆ្ងាញ់ប៉ុន្តែយើងដាក់តែប៉ុណ្្នឹងបងប្អូនខ្លាចក្មេងៗហូបរកាឥឡូវនេះបងប្អូនខ្ញុំចាប់ដើមរៀបចំហើយបងប្អូនមួយទៀតខ្ញុំអត់បានភ្លេចយកចានមកបងប្អូនតែអត់ជាបញ្ហាបងប្អូនយើងនៅគៀកដើមឈូកអញ្ចឹងយើងយកជាស្លឹកឈូកមកទ្រាប់វិញអញ្ចឹងណាស្អាតហ្មងបងប្អូននេះឥឡូវតំណងអត់បងប្អូននេះឥឡូវខ្ញុំជុំគ្នាហូបហើយបងប្អូនមានអង្គុយចោងហោងខ្លះមាននេះខ្លះបងប្អូនហើយអត់ស្ងាត់ទេបងប្អូនអត់សូវមានមនុស្សទេថ្ងៃនេះដោយសារមេឃលឹមដូចខ្ញុំបញ្ជាក់ឲ្យម្ដងហើយម្ដងទៀតអញ្ចឹងបងប្អូនណាឥឡូវអញ្ជើញពុកម៉ែបងប្អូនមកហូបទាំងអស់គ្នាហើយនៅក្រោមមេឃលឹមអញ្ចឹងទៅបងប្អូនជុំក្មួយជុំកូនជុំប្អូនអញ្ចឹងមកហូបជុំគ្នាម្ដងថ្ងៃនេះថ្ងៃអាទិត្យយើងអញ្ចឹងណាតែចាប់ពីស្អែកទៅហ្នឹងគាត់ចាប់ផ្ដើមទៅរៀនទាំងទៅរៀងខ្លួនពីព្រឹកដល់ល្ងាចទៀតហើយទាំងក្មួយទាំងអីហ្នឹងអញ្ចឹងមានថ្ងៃអាទិត្យហ្នឹងទេដែលយើងជុំគ្នាអញ្ចឹងយើងត្រូវទៅតស៊ូតាំងមេឃលឹមមេឃអីអញ្ចឹងបងប្អូនតែស្ដាយត្រង់ថាបើសិនជាខ្ញុំបានមកថ្ងៃដែលមេឃអត់ភ្លៀងខ្ញុំនឹងថតជូនពុកម៉ែបងប្អូននៅបងប្អូនយើងមកអង្គុយលេងមកកន្លែងយើងទៅស្អាតធម្មជាតិស្រុកខ្មែរយើងបងប្អូនតែចិត្តភូមិយើងនឹងក៏ស្រស់ស្អាតដែរបងប្អូននេះឥឡូវនេះបងប្អូនអញ្ជើញបងប្អូនមកហូបទាំងអស់គ្នាហើយរៀងហិលបន្តិចដែរមើលក្មួយខ្ញុំបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនដែលទស្សនាវីដេអូបងប្អូនកន្លងមកអញ្ចឹងណាអរគុណច្រើន